ជំរាបសួរនឹងសួស្តីបងប្អូនសាជាថ្មីចូលមកទស្សនាភាគបន្តនៃរឿងការត្រឡប់មកវិញរបស់សាវកកំពូលយូមិនដែលជាភាគទី15ហើយនឹង16ចាប់ផ្ដើមនៅខ្សែរឿងនេះបំរើស្រីក៏បានអញ្ជើញគឺអាជាមួយនឹងយូមិនចូលទៅក្នុងបន្ទប់សម្រាប់មិនតបពីដើរចូលមកដល់ខាងក្នុងគឺអាក៏បានឲ្យនាងបំរើស្រីម្នាក់នោះត្រឡប់ទៅវិញទៅដោយសារតែអស់កិច្ចការរបស់នាងហើយដែលយូមិនក៏បានសួរនេះគ្រូគឺអាហើយអ្វីបានជានាងគ្រូចង់បានសត្វចម្លែកគីរិនជាងដុំត្បូងថ្មភ្លើងនាងក៏បានតបដោយសារតែឈាមរបស់សត្វចម្លែកគីរិនវាជាកំណប់ទ្រព្យរបស់វេទមន្តភ្លើងដែលវាអាចដាស់នៅវេទមន្តភ្លើងពីកំណត់របស់ខ្ញុំបានហើយនៅរឿងមួយទៀតខ្ញុំយកនាងមកធ្វើជាកូនសិស្សរបស់ខ្ញុំផ្ទាល់គឺខ្ញុំគ្រាន់តែសង្ឃឹមថានឹងប្រើប្រាស់ទេពកោសល្យរបស់លោកដែលមានដើម្បីជួយខ្ញុំបង្ការសត្វចម្លែកគីរិនមួយក្បាលនោះយូខ្ញុំសុំទោសផងតែខ្ញុំអាត្មានិយមពេកមែនទេយូមិនក៏បានតបទៅវិញទេមុននោះអាត្មានិយមពិតប្រាកដមិនអាចធ្វើការជ្រើសរើសនោះទេបន្ទាប់ពីស្ដាប់ឮបែបនោះគឺអាហាបីដូចសឹងមិនជឿគាត់មិនបានបន្ទោសខ្ញុំនោះទេយូមិនក៏បានបន្តនិយាយដូចជាខ្ញុំអញ្ចឹងគឺចង់បានដុំត្បូងភ្លើងហើយនឹងសត្វចម្លែកគីរិនកំណប់ទ្រព្យទាំងអស់នៅនឹងខ្លាចជារបស់ខ្ញុំដោយគឺអានេះក៏បានស្ដីឲ្យបន្តិចសិស្សចំគូតប៉ុន្តែពួកយើងនឹងទៅភ្នំភ្លើងនៅថ្ងៃបន្ទាប់ហើយលើនេះលោកក៏មិនទាន់មានអំណាចធម្មពលវេទមន្តដែរដើម្បីសុវត្ថិភាពរបស់លោកវាហាក់បីដូចជាខ្ញុំអាចធ្វើបាននៃការបញ្ចូលនៃធម្មពលវេទមន្តតាមរយៈត្រានៅលើថ្ងាសរបស់លោកតែប៉ុណ្ណោះដូច្នេះហើយខ្ញុំនឹងបំពេញធម្មពលវេទមន្តឲ្យទៅអ្នកបណ្ដោះអាសន្នសិនយូមិនហាក់បីដូចជាភ្ញាក់បានបន្តិចដែរបំពេញនៅធម្មពលវេទមន្តពេលនោះគឺអាក៏បានអង្គុយចុះត្រូវហើយលោកប្រញាប់មកអង្គុយនៅក្បែរខ្ញុំភ្លាមមកហើយបើកថ្ងាសបញ្ចេញនូវសញ្ញាត្រានៅលើថ្ងាសរបស់អ្នកភ្លាមបន្ទាប់ពីយូមិនបានធ្វើតាមការណែនាំរបស់នាងរួចរាល់ពេលនោះគឺអាក៏បានចាប់ក្បាលរបស់យូមិនទាញផ្អឹបទៅលើគួរផ្លូវរបស់នាងទាំងពីរលោកត្រូវនៅស្ងៀមក៏មិនឡាទីឲ្យសោះព្រោះថាព្រះនិកិច្ចសន្យាកំពុងតែធ្វើចលនាដោយប្រើប្រាស់សញ្ញាត្រាគឺជាឧបករណ៍ផ្ទុកធម្មពលខ្ញុំនឹងចែករំលែកធម្មពលវេទមន្តឲ្យទៅលោកទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយយើងគួរតែការពារវាឲ្យបានម៉ត់ចត់ដោយយូមិនកម្រាស់ឬមាត់អ្វីនោះទេស្រងំតែម្ដងខណៈពេលដែលចំហាយធម្មពលសាយពេលលំពីពេញនឹងគឺអានេះក៏បានលន់មាត់ថាយូក៏មិនឡាទីអីបន្ទាប់ពីស្ថានភាពដ៏តឹងរ៉ឹងមួយនេះបានស្កប់ស្ងាត់ទៅវិញនាងក៏បាននិយាយមិនអីនោះទេដោយសារតែនេះគឺជាវិធីផ្ទេរមរតកវេទមន្តបែបបុរាណដូច្នេះយូលោកអាចសាកល្បងវាឥឡូវនេះបានតើលោកអាចបញ្ចេញធម្មពលវេទមន្តភ្លើងបានដែរទេភ្ញាក់ផ្អើលបោកភ្នែកធំៗដោយសារតែយូមិនតបស្ដីអ្វីនោះឡើយនៅស្ងៀមតែម្ដងនាងក៏ព្យាយាមដាស់ផងដែរយូតើលោកមានការអ្វីធ្ងន់ធ្ងរទេពេលនោះយូមិនក៏បានងើបឡើងមកវិញជាមួយនឹងមុខក្រហមឈាមច្រមុះតែម្ដងហេអ្នកគ្រូខ្ញុំគិតថាវាកំពុងតែដំណើរការម្ដងទៀតបានជាខ្ញុំមិនហ៊ានកម្រើកហ៊ីបន្ទាប់ពីស្ដាប់ឮបែបនោះគឺអាឡើងចង់គៀងតែម្ដងសិស្សចំគូតម្នាក់នេះកាត់មកនៃប្រវត្តិដែលកំពុងតែពិភាក្សាជាមួយនឹងមនុស្សចំណិតរបស់គាត់ដូច្នេះនៅក្នុងថ្ងៃនេះពួកគេកំពុងតែស្នាក់នៅក្នុងបន្ទប់ស្ថានភាពមែនទេបាទនេះប្រត្រូវហើយខ្ញុំបានឮមកថានៅក្នុងបន្ទប់របស់ពួកគេក៏បានឮសំឡេងធ្ងន់ម្ដងម្កាលដែរបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើនៅប្រវត្តិមិនពេញចិត្តយ៉ាងខ្លាំងទៀតຕົកមួយដៃផាក់គឺអានាងពិតជានារីខ្វាក់ភ្នែកមែនតើខ្ញុំអន់ជាងអាក្មេងម្នាក់នោះត្រង់ណាទៅដោយនៅតុអាហាររបស់គេក៏មានបរិសម្នាក់ទៀតដែលបាននិយាយថាហើយអ្វីបានជានាងប្រវត្តិខឹងខ្លាំងម្ល៉េះគាត់ក៏បានប្រញាប់តបទៅវិញសូមអភ័យទោសផងព្រះអង្គម្ចាស់ដោយសារទទួលបង្គំទប់កំហឹងមិនបានបរិសម្នាក់នោះក៏បានបន្តនិយាយទៀតលោកបានអញ្ជើញខ្ញុំមកទីនេះវាមិនគ្រាន់តែជាការដោះស្រាយជាមួយនឹងពួកគេទាំងពីរនាក់នោះទេនាងប្រវត្តិក៏បានតបបាទត្រូវហើយជាមួយនឹងសមត្ថភាពរបស់ព្រះអង្គម្ចាស់ពួកគេប្រកាសជាស្លាប់ដោយគ្មានកន្លែងបញ្ចុះសពជាមិនខានងាកមកក្នុងបន្ទប់របស់អ្នកគ្រូគឺអាវិញដែលពេលនេះនាងបានឲ្យយូមិនសាកល្បងបញ្ចេញនៅធម្មពលភ្លើងឡើងមកទូប្ររបស់យើងក៏បានធ្វើតាមលៀនល្បាតដៃចេញនៅណាត់ភ្លើងឡើងមកតើណាត់ភ្លើងបែបនេះមែនទេគឺអានេះក៏បានសប្បាយចិត្តត្រូវហើយលើនេះលោកអាចប្រើប្រាស់នៅធម្មពលវេទមន្តភ្លើងដោយខ្លួនឯងដោយជោគជ័យពេលនោះយូមិនក៏បានញញឹមក្នុងចិត្តល្អណាស់វិធីមួយនេះខ្ញុំមិនចាំបាច់ប្រើប្រាស់ធម្មពលភ្លើងនៅរត់របស់ខ្ញុំនោះទេមិនតសប្បាយចិត្តគិតរវើរវាយពេញនឹងគឺអានេះក៏បាននិយាយនៅក្នុងថ្ងៃនេះខ្ញុំបានផ្ដល់នៅវេទមន្តភ្លើងមួយចំនួនឲ្យទៅលោកហើយវាគួរតែគ្រប់គ្រាន់ដើម្បីការពារប្រឆាំងនឹងការវាយប្រហារដ៏សាហាវមួយចំនួនលោកត្រូវតែចងចាំដើម្បីរក្សាទុកវាបានល្អប៉ុន្តែហាក់បីដូចជាទូប្ររបស់យើងនៅតែរញ៉េរញ៉ៃនាងក៏ទ្រាំលេងបានយូលន់សូតែផាច់អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយទូប្ររបស់យើងគឺត្រូវនាងវាយខណៈពេលនោះអ្នកបម្រើក៏បានមកហៅនាងគឺអារត់តែដែលរងចាំដឹកនាងទៅភ្នំភ្លើងពេលនេះរៀបចំរួចរាល់ហើយគឺអាក៏បានបើកទ្វារចេញមកខ្ញុំដឹងហើយសម្លឹងទៅចុងភ្នែកហាក់បីដូចជាឃើញអ្វីយ៉ាងបានឆ្លងកាត់នាងតែមនុស្សម្នាក់នោះគឺជាអ្នកណាយូមិនក៏បានប្រញាប់សួរតើមានអ្វីមែនទេនេះគ្រូនាងក៏បានប្រញាប់តគ្មានអ្វីនោះទេតប្រញាប់ទៅដោយសាររឿងក៏បានកាត់មកខាងក្នុងអាគារអណ្ដែតបរិសុទ្ធដែលយើងក៏បានឃើញក្មេងស្រីម្នាក់ពេកឈុតពណ៌ខ្មៅកំពុងតែត្រូវបានមនុស្សមួយក្រុមដេញនាងក៏បានបន្លាស់ទីលោតចុះលោតឡើងយ៉ាងលឿនខណៈពេលនោះនាយករងឃើញឡើងក៏បានតាមទាន់អាកូនចៅឲ្យអស់កន្លែងរត់ទៀតហើយមិនដេចក៏ហ៊ានលួចចូលមកក្នុងបន្ទប់សម្ងាត់វេទមន្តអន្តរាយឯងពិតជាហ៊ានខ្លាំងណាស់ពេលនោះនាងក៏បានប្រើប្រាស់វេទមន្តខ្សែស្រវាក់ដេញតាមព្រលឹងវាប្រហារចូលទៅបន្ទាប់ពីឃើញបែបនោះចៅឈុតខ្មៅក៏បានបន្លាស់ទីគេហោះទម្លុះនៅបង្អួចកញ្ចក់លុសូតតែប្រាវធ្វើនាយកឃើញឡើងក៏បានក្តៅចិត្តយ៉ាងខ្លាំងពេលនេះគេបានរត់គេចខ្លួនហើយងាកមកចៅឈុតខ្មៅម្នាក់នោះគឺជាអេសាបន្ទាប់ពីម្ដងកន្លែងសវត្ថិភាពហើយនាងក៏បានកាន់នៅប្រអប់មួយដែលទើបតែលួចបាននៅទីបំផុតខ្ញុំក៏ទទួលបានវា
ងាកមកក្រុមរបស់អ្នកគ្រូគឺអាចដែលពេលនេះកំពុងតែធ្វើដំណើរនៅរថតែសេះយូមែនក៏បានស្រែកថាឈប់សិនពេលនោះគេក៏បានប្រញាប់រត់ចុះមកយ៉ាងលឿនបន្ទាប់មកក៏បានក្អួតនៅក្បែរគល់ឈើវ៉ធ្វើឲ្យប្រុសវ៉ាន់ឌីក៏បានលល់មាត់ថាពេលនេះគេបានក្អួតម្ដងទៀតហើយនាងគឺអាហារអ្វីបានជាមិននិយាយប្រាប់ខ្ញុំដំបូងថាគេចាញ់រថតែសេះដើមឡើយការធ្វើដំណើររបស់យើងគឺចំណាយពេលតែមួយថ្ងៃតែប៉ុណ្ណោះពេលនេះគេបានអូបន្លាយរយៈពេលជាច្រើនថ្ងៃដែលយូមែនពេលនេះឡើងស្លេកតែម្ដងដោយសារតែក្អួតច្រើនពេកខ្ញុំមិនចង់ជិះយានជំនិះមួយនេះទីនោះទេពេលនោះយើងក៏បានលឺសំឡេងបរិសម្នាក់កំពុងតែស្រែករត់គេចពីការវាយប្រហាររបស់សត្វចម្លែកជួយខ្ញុំផងវាគឺជាសត្វជីងចក់ខ្យល់លោកម្ចាស់វ៉ាន់ឌីក៏ប្រញាប់និយាយថាពួកវាមិនមែនគ្រាន់តែជាសត្វជីងចក់ខ្យល់នោះទេវាថែមទាំងសាហាវហើយកាយទៀតផងបរិសម្នាក់នឹងស្រែកថាលោកម្ចាស់ពួកវាច្រើនខ្លាំងណាស់ប៉ុន្តែមើលទៅទឹកមុខរបស់យូមែនហាក់បីដូចជាមិនភ័យខ្លាចអ្វីនោះទេលោកម្ចាស់វ៉ាន់ឌីក៏បានស្ដីឲ្យពួកអាល្ងងខ្ញុំបានអញ្ជើញនឹងជួលពួកឯងឲ្យមកប្រមាញ់សត្វចម្លែកគីរិនមិនមែនឲ្យពួកឯងមកកើសម្បុកសត្វជីងចក់ខ្យល់នោះទេដូច្នេះមុននឹងទៅប្រមាញ់សត្វចម្លែកគីរិនទាហានស៊ីឈ្នួលទាំងអស់ត្រូវតែរក្សានូវធម៌ពលរបស់អ្នកគ្រប់គ្នាឲ្យបានគ្រប់គ្រាន់ដូច្នេះត្រូវតែប្រញាប់ឡើងរទេះសេះរៀងខ្លួនភ្លាមទៅពេលនោះទាហានស៊ីឈ្នួលម្នាក់ក៏បាននិយាយថាលោកម្ចាស់មើលអាក្មេងម្នាក់នោះដែលយូមែនពេលនេះកំពុងតែប្រឡែងលេងជាមួយនឹងសត្វចក់ខ្យល់ឡើងភីងតែម្ដងបានហើយឈប់លេតខ្ញុំទៀតទៅពួកឯនេះរកគ្នាក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែអាក្មេងម្នាក់នោះអាចជាគូស្នេហ៍ចាស់របស់ជីងចក់ខ្យល់មែនទេគេអាចក៏បានស្ដាយហាក់បីដូចជាមិនដឹងអ្វីតើវាអាចទៅឬដែលរបៀបណាប្រហែលជាគាត់មានភាពស្និទ្ធស្នាលខ្ពស់ជាងមនុស្សធម្មតាហើយមើលទៅហើយនិយាយបានថាបន្តិចបន្តួចពួកនេះរកគ្នាក៏បានលល់មាត់ថាហាបន្តិចបន្តួចបើអញ្ចឹងនេះប្រុសយូអាចអនុញ្ញាតឲ្យពពូជីងចក់ខ្យល់គេចេញពីផ្លូវរបស់យើងបានដែរឬទេដើម្បីងាយស្រួលសម្រាប់ពួកយើងបន្តធ្វើដំណើរទៅទៀតយូមែនក៏បានតបទេខ្ញុំបានគិតវិធីប្រសើរជាងនេះរួចរាល់ហើយនឹងហើយដោយដែលអ្វីដែលអ្នកទាំងអស់គ្នាបានឃើញយូមែនបានយកជីងចក់ខ្យល់ទាំងអស់នោះធ្វើជាយានជំនិះលោកម្ចាស់វ៉ាន់ឌីក៏បានលល់មាត់ថាតើនេះជាអ្វីដែលអ្នកចង់មានន័យថាជាវិធីល្អមែនទេយូមែនក៏បានញញឹមតែម្ដងត្រូវហើយយានជំនិះមួយនេះវារហ័សនិងងាយស្រួលហើយអស្ចារ្យទៀតផងធ្វើឲ្យគឺអាននឹងពេញចិត្តយ៉ាងខ្លាំងកូនសិស្សចំគូតកាត់មកភ្នំភ្លើងឡាដាដែលក្រុមរបស់យូមែនក៏បានធ្វើដំណើរមកដល់នេះហើយគឺជារូងភ្នំដែលពួកយើងបានរកឃើញសត្វចម្លែកគីរិនពេលនោះយូមែនក៏បានគិតមិនតិចវាហាក់បីដូចជាមានអ្វីមួយនៅខាងក្នុងបន្ទាប់មកក៏បាននិយាយទៅកាន់ជីងចក់ខ្យល់ពួកយើងបានធ្វើដំណើរមកដល់ហើយដូច្នេះពួកឯងគួរតែត្រឡប់ទៅវិញហើយប៉ុន្តែហាក់បីដូចជាពួកវាមិនព្រមនោះទេនៅតែក្រាបនៅទីនោះគឺអាចក៏បាននិយាយមិនអីនោះទេតោះពួកយើងប្រញាប់ចូលទៅខាងក្នុងភ្លាមទៅបន្ទាប់ពីពួកគេដើរចូលទៅក្នុងរូងភ្នំលោកម្ចាស់វ៉ាន់ឌីនៅតែគិតក្នុងចិត្តខ្ញុំមិននឹកស្មានសោះថាក្មេងម្នាក់នេះមានភាពស្និទ្ធស្នាលជាមួយនឹងសត្វជីងចក់ខ្យល់ទាំងអស់នោះប៉ុន្តែបើទោះបីជាគេវាប្រហារសត្វចម្លែកគីរិនក៏ដោយក៏នៅក្នុងថ្ងៃនេះគេមិនអាចឆ្លងផុតបាននោះទេបន្ទាប់ពីដើរចូលកាន់តែជ្រៅពន្លឺភ្លើងដ៏ចែងចាំងបានជិះចេញមកធ្វើឲ្យទាហានស៊ីឈ្នួលពីរនាក់ក៏បានស្រែកថាលោកម្ចាស់មើលណោះនៅខាងមុខសម្លឹងតើក៏បានភ្ញាក់ផ្អើលជាមួយនឹងស៊ុតមួយគ្រាប់ដ៏ធំយូមែនក៏បានគិតហើយតើនេះមែនទេគឺជាត្បូងថ្មភ្លើងមួយនោះប៉ុន្តែហាអ្វីបានជាខ្ញុំទទួលអារម្មណ៍ថាហាក់បីដូចជាស្គាល់លោកម្ចាស់វ៉ាន់ឌីក៏បានប្រញាប់និយាយថាល្អណាស់ពេលនេះសត្វចម្លែកគីរិនគឺមិននៅទីនេះនោះទេនេះជាឱកាសរបស់យើងដែលទទួលបានវាខណៈពេលនោះសំឡេងមួយក៏បានមកលឺឡើងគឺអាចក៏បានប្រញាប់និយាយថាអ្នកទាំងអស់គ្នាកុំចូលទៅទីនោះទៀតដោយសត្វចម្លែកក៏បានបង្ហាញខ្លួនឡើងជាមួយនឹងអណ្ដាតភ្លើងឆាប់ឆេះពេញនឹងធ្វើនេះរកគ្នាក៏បានភ្ញាក់ផ្អើលលន់មាត់ថាវាគឺជាសត្វចម្លែកគីរិនភ្លើងដ៏សាហាវដែលវាស្ថិតនៅក្នុងកម្រិតភាពវឹកវរជាមួយនឹងជំនាញបច្ចេកទេសបំបាយភ្លើងឡាវ៉ាវាប្រហារចេញមកជាមួយនឹងចំហាយថាមពលភ្លើងដោយទាហានស៊ីឈ្នួលទាំងអស់នោះក៏បានប្រើប្រាស់នូវថាមពលរបស់គេបង្កើតបានទៅជាក្បួននេះរកគ្នាត្រៀមខ្លួនរីរាល់ដោយគឺអាននឹងក៏បានបាំងនៅក្បួនវេទមន្តរបស់នាងដូចគ្នាទោះបីជាសត្វចម្លែកគីរិនភ្លើងមិនមានគ្រោះថ្នាក់ដូចជាគ្រោះធម្មជាតិក៏ដោយប៉ុន្តែវាមិនព្រមចោះចាញ់ដោយងាយនោះឡើយសិស្សល្ងងឈរឲ្យឆ្ងាយពីខ្ញុំបន្តិចសិនទៅរងចាំពេលវេលាមួយដែលត្រឹមត្រូវដើម្បីប្រើប្រាស់ទេពកោសល្យនៃការចិញ្ចឹមសត្វរបស់នាងដើម្បីគ្រប់គ្រងទៅលើវាពេលនោះយូមែនក៏បានគិតសត្វចម្លែកគីរិនមួយនេះពិតជារឹងរូសណាស់ការបង្ខិតបង្ខំវាអាចមានឥទ្ធិពលផ្ទុយមកវិញម្យ៉ាងទៀតខ្ញុំក៏មិនអាចយកឈ្នះសត្វចម្លែកភ្លើងគីរិនមួយនៅចំពោះមុខនាងរកគ្នាបានដែរហើយហេតុអ្វីធ្វើជាមនុស្សធម្មតាម្នាក់វាពិតជាមិនងាយស្រួលនោះទេចំណែកលោកម្ចាស់វ៉ាន់ឌីវិញពេលនេះភ័យខ្លាចយ៉ាងខ្លាំងឡើងអកគូតប្រញាប់ដោះស្រាយជាមួយនឹងវាភ្លាមទៅដោយក្រុមទាហានស៊ីឈ្នួលក៏បានប្រើប្រាស់នៅក្បួនវេទមន្តរបស់គេដែលជាវិជាតកនិងវិញ្ញាណព្រិលស្ដាប់ការស្នើសុំរបស់ខ្ញុំបង្ហាញនៅកម្លាំងពិតប្រាកដឡើងមកវាប្រហារចេញទៅជាមួយនឹងអាការៈវិរិយរូបគ្នាដើម្បីបង្កក់វិញ្ញាណវាភ្លាមទៅពេលនោះដុំតកជាច្រើនផ្ទាំងក៏បានទទួលរងបង្អាសកម្មភាពសត្វចម្លែកគីរិនភ្លើងបានមួយភ្លេតវាក៏បានបន្តប្រើប្រាស់ចំហាយថាមពលភ្លើងដុតបំបីនៅវិជាដុំតកទាំងអស់នោះខ្ទេចឡងត្រូវទាហានស៊ីឈ្នួលមកវិញឡើងមានរបួសដោយវាមិនឈប់ត្រឹមនឹងនោះទេក៏បានបន្តវាប្រហារចូលមកប៉ុន្តែគឺអាក៏បានប្រើប្រាស់ដៃកាប់វាប្រហារចូលក្បាលប៉ាំងហើយខ្ញុំសាកប្រយុទ្ធជាមួយនឹងអៃសិនមើលពេលនោះនាងក៏បានភ្ញាក់ផ្អើលដឹងថាគេកំពុងតែប្រើប្រាស់នៅថាមពលបំផ្ទុះឡាវ៉ាដែលវាក៏បានរួមផ្ដុំនៅថាមពលនៅក្នុងមាត់បំផ្ទុះចេញទាំងវាគឺអាក៏បានខ្ទេចប៉ាមកខាងក្រោយបន្តិចពិតជាគួរឲ្យស្អប់មែនកម្លាំងបំផ្ទុះឡាវ៉ារបស់វាពិតជាខ្លាំងក្លាពេកហើយសម្រាប់បងប្អូនដែលចង់ទស្សនាសាច់រឿងពេញបែបត្រជាក់ភ្នែកដាក់សាច់រឿងទាំងអស់មានទាំងសំឡេងវាយគ្នានិងសំឡេងថាមពលផ្សេងអាចចូលទៅកូនគោរព VIP របស់ admin បានហើយមិនមែនមានតែរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូតែមួយនោះ
នោះទេនៅមានរឿងផ្សេងទៀតចំនួន5%បើបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍អាចគ្រប់គ្រង admin បានតាមរយៈ Khuôn Group VIP ដែលចំណាយត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះមានរឿងផុសប្រចាំថ្ងៃចំពោះ link Telegram admin នឹងទម្លាក់នៅក្រោម comment បងប្អូនទាំងអស់គ្នាអាចទាក់ទងមកសួរព័ត៌មានបន្ថែមជាមួយនឹង admin បានសម្រាប់ភាគទី15ហើយនិង16របស់យើងក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងកុំភ្លេចជួយ like ចុច comment វីដេអូ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យ admin បន្តសម្រាយរឿងជូនអ្នកទាំងអស់គ្នាទស្សនាពេលនេះដល់ពេលវេលារបស់ admin ត្រូវជម្រាបលាក៏សូមអធិស្ឋានរាល់កំហុសកុសឆ្គងដែលបាននិយាយឡើងបាយបាយបងប្អូនទាំងអស់គ្នា